ថៃលោក MOU 2001ភ្លាមកម្ពុជាសម្រាប់ចាត់វិធានការឆ្លើយតបតាមច្បាប់អន្តរជាតិនយោបាយប្រទេសថៃបានដើរដល់បរិបទថ្មីមិនធ្លាប់មានបន្ទាប់ពីថៃបានប្រកាសលុបអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2001ជាមួយកម្ពុជានៅថ្ងៃទី5ខែឧសភាឆ្នាំ2026ដែលនេះគឺស្មើនឹងការរំលាយទុកចរចាទ្វេភាគីអំពីការរកថាមពលនៅតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជាថៃយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាន់វីរៈគុលបានប្រាប់អ្នកកាសែតថាការលុបកិច្ចព្រមព្រៀងនេះមិនពាក់ព័ន្ធទៅនឹងចំនួនព្រំដែនជាមួយកម្ពុជាទេប៉ុន្តែវាជាផ្នែកមួយនៃគោលនយោបាយរបស់លោកដែលបានសន្យាចំពោះប្រជាជនថៃជាការឆ្លើយតបកម្ពុជាបានចាត់ទុកការលុបឬដកខ្លួនចេញពី MOU 2001របស់ថៃថាគឺជាការដើរចេញពីឆន្ទៈនយោបាយដែលប្រទេសទាំងពីរធ្លាប់ព្រមព្រៀងគ្នាដើម្បីបង្កើតក្របខ័ណ្ឌដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិដូច្នេះកម្ពុជានឹងប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982 UNCLOSប្រសិនបើប្រទេសទាំងពីរមិនអាចដោះស្រាយបញ្ហាចំនួនសមុទ្រដោយការចរចាទ្វេភាគីទេនោះប្រទេសមួយអាចចាប់ផ្ដើមដំណើរការដោយឯកតោភាគីដើម្បីបង្កើតគណៈកម្មការផ្សះផ្សាអន្តរជាតិដូច្នេះមានន័យថាថៃមិនអាចគេចពីដំណើរការនេះបានឡើយបើកម្ពុជាសម្រេចប្រើប្រាស់យន្តការនេះ